Ok, số đây này ở đây chương những to mê điền dương mình to tiết dương cho tôi đó thua mỗi này mình mua tha gradient thua nơi không ní viên mình phí rồi mà vừa cả một hàng hai dương có ai chỉ so chí đầm bay vừa cả ban rồi ha dương chạy máu cứ viên đồng bằng hàng này hai gradient thua ní cứ pra sầmรับvừa cả chạ pó đầm bay rồi đánh vía chứng lên dương cho được căn vía hay năng vừa cả một hàng dương ai bơ từ lớn option bảo vía bàn bà chứng nơi lại ní dương viên nơi lại ní cứ mình phí cứ mình gradient nâng classic gradient បើសិនជាយើងយក gradient យើងធ្វើការគូសមកគឺវានឹងបង្ហាញនៅលើ layer ថ្មីមួយទៀតប៉ុន្តែបើសិនជាយើងយក classic gradient ហើយយើងអាចធ្វើការជ្រើសរើសពណ៌ហើយយើងធ្វើការចាក់មកគឺវាបង្ហាញទៅលើ background ហ្នឹងហើយអញ្ចឹងបើសិនជាយើងយក gradient វានឹងបង្ហាញពេលយើងគូសទៅវានឹងបង្ហាញ layer មួយទៀតណាហើយយើងអាចទីវាឡើងទៅលើដើម្បីធ្វើការឲ្យវានៅខាងលើអញ្ចឹងយើងអាចមើលកន្លែងនេះគឺអាចធ្វើការផ្លាស់ប្ដូរពណ៌បានយើងចង់បានពណ៌បែបម៉េចយើងអាចជ្រើសរើសមកហើយនៅក្នុងហ្នឹងគឺមាន style ពណ៌ជាច្រើនដែលយើងចង់បានណាហ្នឹងហើយយើងអាចលេង style បានដោយខ្លួនឯងត្រង់ចំណុចនេះនៅពេលដែលយើងផ្លាស់ប្ដូរគឺវានឹងផ្លាស់ប្ដូរ style ឥឡូវខ្ញុំយកពណ៌នេះឲ្យយើងអញ្ចឹងឃើញវាដេញពណ៌បដិញពណ៌ពីណាពីនេះបើសិនជាខ្ញុំយកចេញមកវាបដិញពណ៌ពីឆ្វេងមកស្ដាំអញ្ចឹងមកយើងយកកន្លែងនេះហើយយើងនេះវាលក្ខណៈរង្វង់ណារង្វង់ដេញពីចំណុចនេះមកត្រង់បែបនេះអញ្ចឹងយើងមើលទៅនៅក្នុងនោះវាមាន style វារៀងៗខ្លួនណា style បែបម៉េចណាគេវាដេញយើងចង់បានបែបណាយើងអាចយកបែបហ្នឹងបាននៅក្នុងនេះវាមាន style របស់វាទៀតណាយើងចង់បានបែបម៉េចប្រឆិតប្រឈៀងបែបណាយើងអាចយកបានតាមហ្នឹងអញ្ចឹងចំពោះ revert នេះមានន័យថាបើសិនជាយើងចុចទៅវានឹងផ្លាស់ប្ដូរខាងពណ៌លឿងមកខាងនេះពណ៌ក្រហមទៅខាងវិញអញ្ចឹងក៏យើងអាចចូលទៅកាន់ property វាយើងអាចចូល window យកពាក្យថា property បាទដើម្បីធ្វើការកំណត់នៅត្រង់ចំណុចនេះក៏បានដែរណាយើងអាចដូរពណ៌ឲ្យកន្លែងនេះក៏បានឬក៏យើងចង់ផ្លាស់ប្ដូរនៅកន្លែងនេះក៏បានដែរណាហ្នឹងហើយបានដូចគ្នាហើយនេះគឺជាកន្លែងអង្សាតើយើងចង់បានប្រមាណអង្សាប្រមាណ80ដឺក្រេអញ្ចឹងទៅយើងអាចធ្វើការជ្រើសរើសហើយអាចកំណត់កន្លែងបាន scale នេះមានន័យថាទំហំធំទូចទៅតាមអ្វីយើងចង់បានអញ្ចឹងណាហើយ reverb មិញខ្ញុំបានបញ្យល់ហើយគឺផ្លាស់ប្ដូរខាងណាអានេះ solid បើយើងយក solid មានន័យវាពណ៌វាប្រហែលគ្នាបើយើងយក noise នេះពណ៌វាបដិញគ្នាច្រើនចេះណាអញ្ចឹងនៅក្នុងនេះគឺវាមានច្រើនទៀត mode យើងចង់បាន mode បែបម៉េចយើងមើលទៅតាមនឹងមួយមកយើងចង់បានបែបម៉េចណាហ្នឹងហើយអញ្ចឹងត្រង់ចំណុចនេះបើសិនជាយើងចង់ធ្វើការទាញពណ៌ឲ្យវាយើងនេះទីយើងចុចចំសញ្ញានេះមកហើយយើងទាញមកណាហើយត្រង់ចំណុចនេះយើងអាចធ្វើការបន្ថែមពណ៌បានយើងអាចចុចកន្លែងនេះមួយមកហើយយើងអាចចុចពីរដងកន្លែងពណ៌នេះដើម្បីធ្វើការបដូរពណ៌យើងចង់បានពណ៌បែបម៉េចយើងរើសមកណារើសមកវាបដូរពណ៌ហើយពណ៌នេះយើងអាចទាញបានដែរយើងចង់យកដាក់ចំកន្លែងណាហើយភាពរីកសាយវាយើងចង់បានប៉ុណ្ណាយើងអាចសេរីទៅតាមនឹងមកហើយមិនដាក់បានមួយយើងចង់ដាក់ប្រមាណពណ៌ដាក់មកណាហ្នឹងហើយចង់ដាក់ប្រមាណដាក់មកកន្លែង opacity នេះមានន័យបើសិនជាយើងធ្វើការសេរីវាយើងនេះបន្តិចវានឹងបង្ហាញអត់ផ្ទៃណាយើងបិទអានេះមកមានន័យថាផ្ទៃវាអត់មានឃើញផ្ទៃទេណាវាអស់មកជាហៀងហើយអញ្ចឹង gradient មានតែប៉ុណ្្នឹងទេយើងចូលទៅ tool ថ្មីមួយទៀតគឺ tool pin pocket tool នេះគឺសម្រាប់ធ្វើការចាក់ពណ៌ណាចាក់ពណ៌ឧទាហរណ៍ថាឥឡូវយើងចង់បានពណ៌បែបណាយើងចូលកន្លែងនេះ select ពណ៌សិនមកយើងចង់បានពណ៌បែបណាហើយយើងទៅចាក់ឧទាហរណ៍ថាយើងឥឡូវយើងចាក់ទៅលើកៅអៅនេះអញ្ចឹងយើងចាក់ពណ៌ខៀវវាចេញពណ៌ខៀវចាក់ពណ៌ក្រហមចេញពណ៌ក្រហមណាហ្នឹងហើយហើយវាចាក់វា select ទៅលើពណ៌ដែរមានភាពប្រហាក់ប្រហែលគ្នាណាបើពណ៌វាមានប្រហាក់ប្រហែលគ្នាយើងចាក់មកវាចេញហើយនៅត្រង់ចំណុចនេះក៏ដូចគ្នាពីយើងចាក់បើសិនជាយើងយកស្រាលពេលចាក់មកវាចេញបែបស្រាលណាបាទទីនេះហើយកន្លែងនេះបើសិនជាយើងយកខ្លាំងឧទាហរណ៍ថាយើងយកដល់100ហើយនេះយើងយក100ពេលយើងចាក់មកគឺវាធ្លាយទាំងអស់ហ្មងពណ៌ដែលមានប្រហាក់ប្រហែលគ្នានោះវាធ្លាយពណ៌ឧទាហរណ៍ចាក់មកគេវាធ្លាយពណ៌ទាំងអស់ប៉ុន្តែអានេះភាគច្រើនយើងសេរីទៅតាមអ្វីដែលយើងចង់បានណាហ្នឹងហើយឥឡូវចុច S12 ដើម្បីមកភាពដើមវិញអញ្ចឹងបើសិនជាកន្លែងនេះយើងអត់ដោះ tick វាទេវាចេញបែបនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយជួបខ្ញុំនៅវីដេអូក្រោយបន្តទៀតអរគុណច្រើន